រឿងស្រីនាងនិងសត្វចចកកាលពីព្រេងនាយមានភូមិមួយនៅដាច់ឆ្ងាយពីគេមានគ្រួសារមួយមានម្ដាយក្មេកនិងកូនប្រសារស្រីដោយកូនប្រសារស្រីនោះមានឈ្មោះថាស្រីនាងរស់នៅជាមួយម្ដាយក្មេកតែម្ដាយក្មេករបស់នាងហាក់ដូចជាមិនចូលចិត្តនឹងនាងសោះថ្ងៃមួយម្ដាយក្មេករបស់នាងតែងតែតាមឃ្លាំមើលរូបនាងគ្រប់វិនាទីនិងមើលអ្វីដែលនាងធ្វើមានថ្ងៃមួយស្រីនាងកំពុងតែងូតទឹកនិងសម្អាតសត្វដំរីក្បាលនឹងទ្រង់មាន់ស្រីនាងឃើញមានដានជើងសត្វចម្លែកជាច្រើនហើយនាងក៏បានអោនមើលដើម្បីចង់ដឹងថានោះជាដានអ្វីពេលនោះម្ដាយក្មេកនាងមកដល់ក៏ឃើញនាងកំពុងតែអោនងើបម្ដាយក្មេកនាងក៏សង្ស័យលើនាងក៏មិនដឹងថាយ៉ាងម៉េចក៏សរសើរនាងដោយកំហឹងដោយស្រីនាងមិនដឹងថាម្ដាយក្មេករបស់ខ្លួនកំពុងតែចាប់កំហុសខ្លួននោះទេបន្ទាប់មកម្ដាយក្មេករូបនោះក៏ឃើញដាននោះដែរតែពួកគេទាំងពីរមិនដឹងថានេះជាល្បិចរបស់សត្វចចកនោះទេនៅក្នុងព្រៃដ៏ធំសត្វចចកទាំងពីរក្បាលនោះកំពុងរៀបល្បិចចង់មកលួចមួនម្ដងទៀតហើយមេចចកវាជាសត្វដែលមានចំណេះជាងកូនចចកមួយទៀតនឹងយល់ពីមនុស្សបានច្រើនខណៈចចកក្រហមវិញមិនសូវមានល្បិចដូចមេចចកទេដោយសត្វចចកទាំងពីរក្បាលនោះពួកគេចង់លួចមាន់អ្នកភូមិម្ដងទៀតលុះព្រឹកឡើងមានមាន់មួយក្បាលបាត់ពីក្នុងទ្រុងម្ដាយក្មេកស្រីនាងមកមើលក្នុងទ្រុងហើយក៏បាត់មាន់មួយក្បាលពេលនោះគាត់មានការខឹងយ៉ាងខ្លាំងនឹងស្រីដាក់ស្រីនាងពេលនោះស្រីនាងភ័យខ្លាំងណាស់ដោយទ្រុងមាន់របស់គេបែកចំហទ្វារនិងមានដានក្រជាក់ជើងសត្វចចកពេលនោះម្ដាយក្មេកស្រីនាងគិតថាស្រីនាងជាអ្នកបើកទ្រុងមាន់នោះស្រីនាងក៏មិនដឹងនិយាយយ៉ាងម៉េចក៏ស្ងៀមស្ងាត់ហើយទឹកភ្នែករបស់នាងហូរចេញមកដោយមិនខ្លួនដោយមានការយល់ច្រឡំពីម្ដាយក្មេករបស់នាងមកលើនាងយប់មួយសត្វចចកទាំងពីរក្បាលនោះបានវិលត្រឡប់មកទៀតក្រោមពន្លឺព្រះច័ន្ទហើយក៏បានចាំងពន្លឺមកលើសត្វចចកទាំងពីរនោះដែលពួកវាកំពុងលួចមាន់ទៀតស្រីនាងនិងប្តីក៏បានឃើញសត្វចចកនោះហើយក៏សម្រេចចិត្តថានឹងចាប់សត្វចចកនោះឲ្យបានហើយពួកគេទាំងពីរនាក់ក៏បានរៀបចំធ្វើអន្ទាក់ពីឫស្សីដើម្បីដាក់សត្វចចកនោះពេលនោះពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ចចកនោះលុះដល់ព្រលឹមស្រាងសត្វចចកទាំងពីរក្បាលនោះត្រូវបានជាប់អន្ទាក់ដែលពួកគេទាំងពីរនាក់ប្តីប្រពន្ធបានដាក់រំពេចនោះស្រីនាងនិងប្តីក៏រត់មកមើលកន្លែងដែលពួកគេបានដាក់អន្ទាក់នោះក៏ឃើញជាប់សត្វចចកទាំងពីរនោះតែម្ដងប្តីស្រីនាងប្រាប់ម្ដាយរបស់គាត់ថាស្រីនាងមិនមែនជាអ្នកខុសទេអ្នកដែលខុសនោះគឺសត្វចចកពីរក្បាលនោះម្ដាយក្មេកស្រីនាងមានការខ្មាស់អៀនយ៉ាងខ្លាំងមកលើស្រីនាងហើយគាត់ក៏បានសុំទោសស្រីនាងដែលមានការយល់ច្រឡំមកលើនាងចុងក្រោយម្ដាយក្មេករបស់ស្រីនាងក៏ឈប់មានការសង្ស័យនិងស្អប់ស្រីនាងបន្តទៀតហើយបែរជាមកស្រឡាញ់ស្រីនាងយ៉ាងខ្លាំងចាប់ពីនោះមកគ្រួសាររបស់ពួកគេរស់នៅពោរពេញដោយសុភមង្គលនិងសប្បាយរីករាយជាទីបំផុត